មកពីព្រះបិតាព្រះរាជបុត្រានិងអង្គព្រះវិញ្ញាណបរិសុទ្ធទូលព្រះបង្គំអរព្រះគុណព្រះអង្គជាថ្មីម្ដងទៀតសម្រាប់ព្រឹកនេះដែលទូលបង្គំមានឱកាសមានអភ័យឯកសិទ្ធចូលមកក្នុងវិហាររបស់ព្រះអង្គហើយថ្វាយបង្គំព្រះអង្គជាពិសេសទូលបង្គំមានឱកាសសិក្សាព្រះបន្ទូលព្រះអង្គសូមព្រះជាម្ចាស់បានបើកដួងចិត្តយើងខ្ញុំម្នាក់ទទួលយកព្រះបន្ទូលព្រះអង្គហើយប្រព្រឹត្តតាមព្រះបន្ទូលទ្រង់ទូលបង្គំអរព្រះគុណទូលបង្គំថ្វាយពេលវេលានឹងការសិក្សាព្រះបន្ទូលព្រះអង្គព្រឹកនេះដោយពឹងអាងក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គព្រឹកនេះយើងសិក្សាព្រះបន្ទូលព្រះជាមួយគ្នានៅក្នុងលូកាចំពុក16ខ19ដល់31ខ្ញុំដាក់ចំណងជើងព្រឹកនេះនិយាយអំពីស្ថានសួគ៌និងឋាននរកកាលណាយើងនិយាយអំពីឋានសួគ៌និងឋាននរកមានមនុស្សមួយចំនួនគេសួរថាតើមានឋានសួគ៌មែនទេហើយមានឋាននរកមែនឬអត់ឬគ្រាន់តែគេប្រឌិតឡើងដើម្បីនឹងបន្លាចមនុស្សប៉ុណ្ណោះបងប្អូនហើយក្នុងនាមយើងជាគ្រីស្ទបរិស័ទយើងជឿលើព្រះគម្ពីរបរិសុទ្ធរបស់ព្រះអង្គជឿលើព្រះគម្ពីរប៊ីបដែលជាព្រះបន្ទូលដ៏រស់របស់ផងព្រះបន្ទូលនេះគឺជាសេចក្តីពិតមានមនុស្សរាប់ពាន់លាននាក់នៅលើផែនដីបានជឿលើព្រះបន្ទូលរបស់ផងព្រះអង្គដូច្នេះនៅថ្ងៃនេះយើងនឹងមើលជាមួយគ្នាថាតើមានឋានសួគ៌មែនមានឋាននរកមែនឬអត់បើសិនបើយើងនិយាយអំពីជំនឿជាច្រើននៅលើពិភពលោកនេះគេក៏ជឿថាមានឋានសួគ៌ឋានបរមសុខហើយក៏ជឿថាមានកន្លែងវេទនាដែលហៅថាឋាននរកដែរចឹងហើយបានជាមនុស្សខំប្រឹងរស់នៅឲ្យបានល្អធ្វើអំពើល្អផ្សេងពីព្រោះខ្លាចពេលមួយយើងចាកចេញពីផែនដីទៅយើងអត់បានទៅកន្លែងស្រួលបែរជាទៅកន្លែងវេទនាវិញចឹងហើយបានជាមនុស្សគ្រប់គ្នាខំប្រឹងធ្វើការល្អថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាតើមានឋានសួគ៌មែនហើយឋាននរកមែនដែរឬទេហើយពេលដែលយើងចេញពីផែនដីទៅតើយើងទៅឋានណាមួយមនុស្សឲ្យនិយមន័យឋានសួគ៌ឋាននរកខុសគ្នាប៉ុន្តែអ្វីដែលយើងជឿគឺយើងជឿលើព្រះគម្ពីររបស់ផងព្រះដែលជាបន្ទូលរបស់ផងព្រះអង្គដែលមានមនុស្សជាច្រើនបានជឿលើព្រះបន្ទូលព្រះអង្គថ្ងៃនេះខ្ញុំនឹងលើកអំពីរឿងមួយដែលព្រះគម្ពីរបានសម្ដែងនៅក្នុងលូកាចំពុក16ខ19ដល់31និយាយអំពីបរិសុទ្ធ2នាក់ដែលកាលដែលគាត់រស់នៅលើផែនដីមានជីវភាពរស់នៅខុសគ្នាឆ្ងាយមែនទែនមួយជាអ្នកមានស្ដុកស្ដំមានចំណីអាហារឆ្ងាញ់សម្លៀកបំពាក់ល្អក្នុងផ្ទះរបស់ផងគាត់បរិភោគអាហារឆ្ងាញ់ហើយវិធីជប់លៀងរាល់ថ្ងៃប៉ុន្តែមានបរិសុទ្ធម្នាក់ទៀតក្រខ្លាំងមែនទែនគាត់រកតែអាហារដើម្បីនឹងចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃពិបាកហើយគាត់មានដំបៅពេញខ្លួនផងព្រះគម្ពីរបានប្រាប់ថាបរិសុទ្ធអ្នកក្រនោះឈ្មោះឡាសានៅពេលមួយគាត់បានដើរទៅមុខផ្ទះរបស់អ្នកមានស្រុកស្ដំដែលមានអាហារបរិភោគឆ្ងាញ់សម្លៀកបំពាក់ល្អសម្ពុតទេសឯកហើយឡាសាគាត់ក៏លេចពីមុខទ្វារផ្ទះទៅគាត់ឃើញអាហារដែលអ្នកមាននោះបរិភោគធ្លាក់ពីតុមកសុទ្ធតែម្ហូបឆ្ងាញ់មានសាច់មានឆ្អឹងហើយគាត់មានសេចក្តីប្រាថ្នាថាចង់បានម្ហូបដែលគេធ្លាក់ពីតុគេនឹងបរិភោគណាគាត់ឃ្លានណាព្រះគម្ពីរបានប្រាប់យើងចំណេរក្រោយមកឡាសាក៏ស្លាប់ទៅទេវតានៃព្រះបាននាំគាត់ទៅនៅស្ថានបរមសុខនៅអោបនឹងដើមទ្រូងរបស់លោកអាប់រ៉ាហាំក្រោយមកទៀតអ្នកមានស្ដុកស្ដំនោះក៏ស្លាប់ទៅដែរព្រះគម្ពីរបានប្រាប់ថាគេបានយកគាត់ទៅកប់ប៉ុន្តែព្រលឹងរបស់ផងគាត់បានរងទុក្ខវេទនានៅក្នុងបឹងភ្លើងទាំងយប់ទាំងថ្ងៃហើយព្រះគម្ពីរបានសម្ដែងប្រាប់យើងទៀតថាអ្នកមាននោះបានក្រឡេកភ្នែកទៅលើស្រាប់តែឃើញឡាសានៅកំពុងតែអោបជាប់នឹងដើមទ្រូងរបស់លោកអាប់រ៉ាហាំ
ហើយសទ្ធិនោះបានអង្វរទៅលោកអាប់រ៉ាហាំថាអោលោកអាប់រ៉ាហាំឪពុកអើយសូមប្រាប់ឡាសាឲ្យជ្រលក់ម្រាមដៃទៅក្នុងទឹកបន្តក់មកខ្ញុំបន្តិចផងខ្ញុំក្តៅណាស់ខ្ញុំវេទនាណាស់នៅទីនេះប៉ុន្តែលោកអាប់រ៉ាហាំឆ្លើយថាទេកូនអើយកាលឯងរស់នៅលើផែនដីឯងស្គាល់តែការល្អប៉ុន្តែឡាសាវិញស្គាល់តែសេចក្តីវេទនាកាលគាត់នៅរស់នៅលើផែនដីតែថ្ងៃនេះគាត់បានកំសាន្តចិត្តវិញគាត់បានសោយសុខវិញតែឯងនឹងរងទុក្ខមួយយ៉ាងទៀតនៅចន្លោះពីយើងទៅឯងមានចង្ហុកមួយយ៉ាងធំដែលខណ្ឌឯងនឹងយើងទោះបើយើងចង់ទៅឯងក៏ទៅមិនបានឯងចង់ឡើងមកយកយើងវិញក៏មិនបានដែរពេលនោះសទ្ធិនោះបាននិយាយទៅលោកអាប់រ៉ាហាំថាអោលោកអាប់រ៉ាហាំឪពុកអើយបើដូច្នោះសូមចាត់ឡាសាឲ្យទៅប្រាប់បងប្អូនខ្ញុំផងដែលកំពុងតែរស់នៅលើផែនដីបងខ្ញុំមានបងប្អូន5នាក់ទៀតទៅប្រាប់គេឲ្យដឹងខ្លួនកុំឲ្យគេធ្លាក់មកកន្លែងវេទនាដូចខ្ញុំនេះដែរប៉ុន្តែអាប់រ៉ាហាំនិយាយថាម៉េចកូនអើយនៅលើផែនដីមានព្រះគម្ពីរលោកម៉ូសេមានហោរារបស់ព្រះជាច្រើនហើយសូមឲ្យគេជឿតាមលោកទាំងនោះចុះប៉ុន្តែសទ្ធិនោះប្រាប់ទៀតថាទេលោកម្ចាស់បើសិនជាមានអ្នកណាម្នាក់ពីអ្នកស្លាប់រស់ឡើងវិញទៅប្រាប់គេនឹងជឿជាមិនខានប៉ុន្តែលោកអាប់រ៉ាហាំប្រាប់ទៀតថាបើសិនជាគេមិនជឿទេទោះបើមានអ្នកស្លាប់រស់ឡើងវិញទៅប្រាប់ក៏ដោយក៏គេនៅតែមិនជឿដែរបងប្អូនហើយសាច់រឿងនេះបានសម្ដែងអំពីមនុស្ស2នាក់នៅពេលដែលគាត់រស់នៅលើផែនដីគាត់មានជីវភាពខុសគ្នាអ្នកមានស្រុកស្ដំនិងអ្នកក្រតោកយ៉ាប៉ុន្តែពេលដែលស្លាប់ទៅព្រះគម្ពីរបានប្រាប់ថាអ្នកក្រនោះត្រូវបានទេវតានាំព្រលឹងគាត់ទៅនៅឋានបរមសុខគឺឋានសួគ៌គាត់អត់មានរងទុក្ខលំបាកអ្វីទេហើយនៅឋានសួគ៌នោះមានលោកអាប់រ៉ាហាំនៅទីនោះប៉ុន្តែអ្នកមានស្រុកស្ដំនោះនៅពេលស្លាប់ទៅបែរជាព្រលឹងរបស់ផងគាត់ត្រូវរងទុក្ខលំបាកនៅក្នុងឋានឃុំព្រលឹងមនុស្សស្លាប់ហើយព្រះគម្ពីរថាគាត់វេទនាមែនតើគាត់ក្តៅមែនតើនៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធម៌អញ្ចឹងព្រលឹងរបស់ផងគាត់រងទុក្ខលំបាកវេទនាខ្លាំងមែនតើសំណួរសួរថាហេតុអីបានជាអ្នកក្រលំបាកវេទនាមានឱកាសចូលទៅឋានសួគ៌បើយើងអានព្រះគម្ពីរនេះដល់ចប់យើងឃើញឡាសាជាម្នាក់ដែលទទួលជឿលើព្រះជាម្ចាស់ទោះបើគាត់ក្រីក្រគ្មានទ្រព្យសម្បត្តិស្រុកស្ដំគាត់មានតបៅពេញខ្លួនមែនប៉ុន្តែគាត់ជាមនុស្សសុចរិតគាត់ជាអ្នកគោរពកោតខ្លាចព្រះបានជាពេលដែលគាត់ស្លាប់ទៅទេវតានៃព្រះបានយកគាត់ទៅនៅឋានសួគ៌ប៉ុន្តែអ្នកមាននេះគាត់មានស្រុកស្ដំមែនប៉ុន្តែគាត់អត់បានជឿលើព្រះអង្គម្ចាស់នោះទេហើយជីវិតរបស់ផងគាត់ពេលដែលបញ្ចប់នៅលើផែនដីនេះទៅគាត់ត្រូវរងទុក្ខនៅក្នុងកន្លែងវេទនាគឺជាស្ថាននរកអញ្ចឹងបានព្រះគម្ពីរបានប្រាប់យើងថាឋានសួគ៌មានពិតប្រាកដហើយកន្លែងនោះឯងគឺកន្លែងល្អកន្លែងដែលមានសេចក្តីសុខសាន្តនៅក្នុងព្រះគម្ពីរវិវរណៈចំពុក21បានប្រាប់យើងអំពីអស់អ្នកដែលរស់នៅឋានសួគ៌ហើយកន្លែងនោះគឺល្អកន្លែងនោះគឺគ្មានទឹកភ្នែកគ្មានសេចក្តីវេទនាគ្មានការអាក្រក់ណានៅឋាននោះទេខ្ញុំអានឲ្យបងប្អូនស្ដាប់វិវរណៈចំពុក21ខ3ខ្ញុំមានឮសំឡេងមួយយ៉ាងធំចេញពីឋានសួគ៌មកថាមើលរោងអបោសុតរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយទ្រង់នឹងគង់នៅជាមួយនឹងគេនឹងធ្វើជារាជរបស់ទ្រង់ហើយព្រះអង្គទ្រង់ក៏ធ្វើជាព្រះរបស់គេដែរព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញនឹងគ្មានសេចក្តីស្លាប់សេចក្តីសោកសង្រេងឬសេចក្តីយំទួញឬទុក្ខលំបាកណាទៀតឡើយបាត់សេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយឯព្រះអង្គដែលគង់លើបល្ល័ង្កទ្រង់មានបន្ទូលថាមើលអញធ្វើទាំងអស់ឡើងជាថ្មីរួចទ្រង់មានបន្ទូលមកខ្ញុំថាចូលសរសេរទុកចុះត្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ
ទ្រង់ក៏មានបន្ទូលមកខ្ញុំថាស្រេចហើយអញជាអាផានិងអូមេហ្កាគឺជាដើមហើយជាចុងបើអ្នកណាស្រេកអញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃឯអ្នកណាដែលឈ្នះនោះនឹងបានក្រងសេចក្តីទាំងនេះទុកជាមរតកអញនឹងធ្វើជាព្រះរបស់អ្នកនោះហើយអ្នកនោះនឹងធ្វើជាកូនរបស់អញដែរបងប្អូនព្រះគម្ពីរបានប្រាប់ថាឋានសួគ៌ជាកន្លែងដ៏សុខសាន្តបំផុតអ្នកណាដែលចូលទៅឋានសួគ៌ហើយអ្នកនឹងគ្មានទឹកភ្នែកទៀតទេព្រះគម្ពីរថាព្រះនឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញគ្មានការយំសោកគ្មានសេចក្តីស្លាប់គ្មានការសោកសង្រេងគ្មានទុក្ខលំបាកណាទៀតឡើយសេចក្តីទាំងប៉ុន្មានបានកន្លងផុតទៅនេះព្រះគម្ពីរបានប្រាប់ថាជាឋានសួគ៌ឋានបរមសុខហើយព្រះគម្ពីរប្រាប់ថាឡាសាដែលក្រីក្របំផុតដែលការរស់នៅលើផែនដីគ្មានអីទាំងអស់សូម្បីរកបាយមួយពេលទៅមួយពេលមិនគ្រប់គ្រាន់ផងហើយមានតបៅពេញខ្លួនទៀតប៉ុន្តែដោយសារតែគាត់ជឿលើព្រះជាម្ចាស់គាត់ត្រូវបានទេវតានៃព្រះយកព្រលឹងគាត់ទៅនៅឋានបរមសុខជាមួយនឹងលោកអាប់រ៉ាហាំដែលជាបិតានៃសេចក្តីជំនឿប៉ុន្តែអ្នកមានស្រុកស្ដំដែលរស់នៅលើផែនដីស្រួលមែនតើសប្បាយមែនតើប៉ុន្តែពេលដែលគាត់ស្លាប់ទៅគាត់បែរជារងទុក្ខលំបាកនៅក្នុងបឹងភ្លើងដែលជាសេចក្តីស្លាប់ទី2នោះយើងហៅថាឋាននរកពីព្រោះឋាននរកគឺជាកន្លែងវេទនាកន្លែងរងទុក្ខកន្លែងលំបាកមែនតើនៅក្នុងព្រះគម្ពីរក៏បានពិពណ៌នាប្រាប់យើងអំពីស្ថាននរកចំពុក20ខ10ខ្ញុំអានឲ្យបងប្អូនស្ដាប់ចំពុក20ខ10វិវរណៈរួចអរិយដែលនាំគេឲ្យវង្វេងបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធម៌ជាសេចក្តីដែលជាកន្លែងសត្វនោះនឹងហោរាคล้ายនៅហើយនោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃនៅអស់កលជានិច្ចរៀងរៀបតទៅព្រះគម្ពីរបានប្រាប់ថាអ្នកណាដែលធ្លាក់ទៅឋាននរកគឺនឹងរងទុក្ខលំបាកទាំងយប់ទាំងថ្ងៃរៀងរៀបតទៅឬក៏អស់កាលជានិច្ចទៅបងប្អូនហើយមនុស្សយើងកំពុងតែរស់នៅលើផែនដីនេះទោះបីមានស្រុកស្ដំប៉ុណ្ណាឬក្រលំបាកតោកយ៉ាកប៉ុណ្ណាក៏ដោយនៅពេលដែលយើងស្លាប់ទៅយើងមានតែកន្លែង2ទេដែលយើងត្រូវទៅកន្លែង2នោះទី1គឺឋានសួគ៌ហើយមនុស្សជាច្រើននៅលើផែនដីប្រាថ្នាចង់ឲ្យជីវិតបផុងខ្លួនពេលចេញពីផែនដីទៅនៅឋានសួគ៌ណាបានជាខំប្រឹងធ្វើល្អគ្រប់គ្នាប៉ុន្តែការល្អដែលយើងធ្វើនោះមិនគ្រប់គ្រាន់ដើម្បីជួយយើងឲ្យទៅឋានសួគ៌បានប៉ុន្តែមានព្រះមួយអង្គដែលអាចជួយយើងបានឲ្យទៅឋានសួគ៌នៅពេលដែលយើងជឿតាមព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទអញ្ចឹងឡាសាព្រះគម្ពីរបានសម្ដែងថាគាត់បានជឿព្រះទោះបីគាត់គ្មានលុយគ្មានកាក់គ្មានទ្រព្យសម្បត្តិប៉ុន្តែគាត់ជឿលើព្រះរាជបុត្រានៃព្រះគាត់បានទៅឋានសួគ៌អញ្ចឹងយើងឃើញចំណុចទី1ឋានសួគ៌មានពិតប្រាកដហើយកន្លែងនោះគឺកន្លែងដែលសុខសាន្តដែលមានចែងនៅក្នុងលូកាចំពុក16ខ22វិវរណៈចំពុក21ខ3ដល់ខ7ហើយព្រះគម្ពីរក៏សម្ដែងយ៉ាងច្បាស់ថាពិតប្រាកដមានឋាននរកមែនហើយឋាននរកគឺជាកន្លែងដែលសម្រាប់ទទួលមនុស្សមានបាបនិងអរិយសាតាំងព្រះគម្ពីរបានប្រាប់ថាម៉េចអរិយសាតាំងនឹងត្រូវបោះទៅក្នុងបឹងភ្លើងហើយនឹងហោរាคล้ายហើយនឹងបរិវាររបស់ផងវាទៅនៅកន្លែងនោះវេទនារងទុក្ខលំបាកឈឺចាប់ទាំងយប់ទាំងថ្ងៃរៀងរៀបតទៅនៅក្នុងខ14ទៀតវិវរណៈ14 15បានប្រាប់យើងចំណែកសេចក្តីស្លាប់និងឋានឃុំប្រលឹងមនុស្សស្លាប់នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរនេះជាសេចក្តីស្លាប់ទី2បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងបងប្អូននេះជាព្រះបន្ទូលព្រះអង្គព្រះបន្ទូលបញ្ចែងថានៅឋាននរកគឺអ្នកណាដែលធ្លាក់ទៅឋាននរកអ្នកនោះគឺរងទុក្ខលំបាកវេទនាខ្លាំងណាស់ទាំងយប់ទាំងថ្ងៃព្រះគម្ពីរប្រាប់ថានោះជាសេចក្តីស្លាប់ទី2មនុស្សយើងកើតមកនៅលើផែនដីនេះយើងស្លាប់ខាងសាច់ឈាមម្ដង
ប៉ុន្តែបើសិនជាយើងជាប់នៅក្នុងអំពើបាបពេលយើងស្លាប់ខាងសាច់ឈាមហើយមិនចប់ទេប៉ុន្តែយើងស្លាប់ម្ដងទៀតខាងព្រលឹងវិញ្ញាណដែលស្លាប់ខាងព្រលឹងវិញ្ញាណដែលហៅថាសេចក្តីស្លាប់ទី2នោះគឺរងទុក្ខលំបាកទាំងយប់ទាំងថ្ងៃនៅឋាននរកនោះឯងហៅថាសេចក្តីស្លាប់ទី2ប៉ុន្តែព្រះគម្ពីរបានប្រាប់ថាអ្នកដែលជឿលើព្រះជាម្ចាស់ព្រះរាជបុត្រារបស់ព្រះអង្គព្រះយេស៊ូវគ្រីស្ទអ្នកនោះស្លាប់តែម្ដងឯងស្លាប់ខាងរូបកាយធម្មតាប៉ុន្តែព្រលឹងរបស់ផងគេអត់ទៅស្លាប់ម្ដងទៀតស្លាប់ទី2ទេព្រលឹងនឹងទៅនៅឋានសួគ៌អស់កាលជានិច្ចអញ្ចឹងអ្នកជឿព្រះយេស៊ូវគ្រីស្ទយើងកើតពីរដងកើតទី1យើងកើតខាងសាច់ឈាមជាមួយឪពុកម្ដាយរបស់ផងយើងហើយកើតម្ដងទៀតនៅពេលដែលយើងជឿព្រះយេស៊ូវគ្រីស្ទយើងកើតជាថ្មីខាងវិញ្ញាណអញ្ចឹងយើងកើតពីរដងយើងស្លាប់តែម្ដងទេស្លាប់ខាងរូបកាយរបស់ផងយើងខាងសាច់ឈាមប៉ុន្តែវិញ្ញាណរបស់ផងយើងអត់ស្លាប់ទេកើតពីរដងស្លាប់ម្ដងពេលដែលស្លាប់ម្ដងព្រលឹងយើងនឹងទៅឋានសួគ៌ប៉ុន្តែអ្នកអត់មានព្រះរាជបុត្រានៃព្រះអ្នកនោះឯងកើតម្ដងប៉ុន្តែស្លាប់ពីរដងកើតខាងសាច់ឈាមដូចគ្នាពីឪពុកម្ដាយប៉ុន្តែស្លាប់ខាងរូបកាយទៅព្រលឹងធ្លាក់ទៅឋាននរកស្លាប់ជាលើកទី2ខុសគ្នាអញ្ចឹងព្រះគម្ពីរបានប្រាប់យើងអ្នកដែលចូលទៅឋានសួគ៌អ្នកដែលអាចចូលទៅកន្លែងសុខសាន្តឋានបរមសុខបានចំណុចទី3គឺអ្នកជឿលើព្រះបុត្រាអ្នកនោះទទួលបានជីវិតអស់កលជានិច្ចមានចែងទុកនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក14ខ6ចំពុក3ខ15ដល់16ចំពុក3ខ36យ៉ូហាន14ខ6ប្រាប់ថាម៉េចព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំគ្មានអ្នកណាទៅព្រះបិតាខ្ញុំបានឡើយគឺនៅឋានសួគ៌នោះឯងអញ្ចឹងអ្នកណាជឿលើព្រះយេស៊ូវគ្រីស្ទជឿលើដែលបុត្រារបស់ព្រះនៅនឹងអាចទៅឋានសួគ៌បានយ៉ូហាន 3:16 បានប្រាប់ថាបិទព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបុត្រាព្រះអង្គតែមួយមកផែនដីនេះដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះអ្នកនោះទទួលបានជីវិតអស់កលជានិច្ចគេមិនវិនាសសោះឡើយអញ្ចឹងអ្នកដែលចូលទៅឋានសួគ៌គឺជាអ្នកដែលមានព្រះយេស៊ូវដែលជាបុត្រានៃព្រះនៅក្នុងជីវិតអ្នកជឿលើព្រះអង្គអ្នកនឹងអាចចូលទៅឋានសួគ៌បានប៉ុន្តែព្រះគម្ពីរបានប្រាប់ថាអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះអ្នកនោះគ្មានជីវិតទេគម្ពីរយ៉ូហានចំពុក3ខ36បងប្អូនមើលជាមួយគ្នាយ៉ូហានចំពុក3ខ36ខ្ញុំអានដល់បងប្អូនស្ដាប់យ៉ូហានចំពុក3ខ36ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតដល់នៅអស់កលជានិច្ចហើយតែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញនោះនឹងមិនឃើញជីវិតសោះឡើយគឺសេចក្តីក្រោធរបស់ព្រះតែនៅលើអ្នកនោះឯងព្រះគម្ពីរនេះប្រាប់យើងអ្នកណាដែលជឿលើព្រះបុត្រានៃព្រះអ្នកនោះបានជីវិតអស់កលជានិច្ចប៉ុន្តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេអ្នកនោះមិនបានជីវិតឡើយអ្នកនោះមិនចូលទៅក្នុងជីវិតអស់កលជានិច្ចឡើយហើយព្រះគម្ពីរបានសម្ដែងយ៉ាងច្បាស់បងប្អូនហើយមានឋានសួគ៌ពិតប្រាកដហើយក៏មានឋាននរកពិតប្រាកដដែរអ្នកដែលធ្លាក់ទៅឋាននរកគឺជាមនុស្សដែលប្រព្រឹត្តអំពើបាបមិនព្រមប្រែចិត្តមិនព្រមជឿលើព្រះអង្គម្ចាស់នៅតែរស់នៅក្នុងអំពើបាបក្នុងព្រះគម្ពីរបានពិពណ៌នាប្រាប់យើងយ៉ាងច្បាស់ថាតើអ្នកណាដែលទៅឋានសួគ៌តែមនុស្សប្រភេទណាដែលទៅឋាននរកវិវរណៈចំពុក21ខ6ខ7បានប្រាប់ថាអ្នកណាដែលឈ្នះគឺជាអស់អ្នកដែលជឿលើព្រះរាជបុត្រារបស់ព្រះអង្គអញ្ចឹងអ្នកនោះនឹងគ្រងមរតកនៅឋានសួគ៌អស់កលជានិច្ចព្រះអង្គមានបន្ទូលថាព្រះអង្គនឹងធ្វើជាព្រះរបស់អ្នកនោះធ្វើជាកូនរបស់ព្រះអង្គដែរបងប្អូនហើយនៅពេលដែលយើងរស់នៅលើផែនដីនេះយើងកំពុងតែ
តយុទ្ធនៅក្នុងជីវិតនៅលើផែនដីនេះជួនកាលយើងពិបាកក្រីក្រដូចឡាសាឬក៏អ្នកខ្លះក្រាន់បើជាងឡាសាឬក៏ក្រជាងឡាសាទៅទៀតប៉ុន្តែទោះបើជាស្ថានភាពនោះយ៉ាងណាក៏ដោយប្រសិនបើយើងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ជឿព្រះជាម្ចាស់រហូតដល់ថ្ងៃយើងចេញពីផែនដីនោះយើងឈ្នះយើងអាចចូលទៅឋានសួគ៌បានប៉ុន្តែបើយើងមានទ្រព្យសម្បត្តិស្ដុកស្ដំយ៉ាងណាក៏ដោយមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយប៉ុន្តែបើយើងរស់នៅក្នុងអំពើបាបយើងអត់ប្រែចិត្តយើងអត់ទទួលព្រះសង្គ្រោះទេចុងក្រោយយើងទៅឋាននរករងទុក្ខលំបាកវេទនាអស់កាលជានិច្ចហើយកាលណាធ្លាក់ទៅឋាននរកហើយអត់មានថ្ងៃត្រឡប់មកវិញទេហើយបើទៅឋានសួគ៌ក៏ដូចគ្នាដែរអត់មានថ្ងៃត្រឡប់មកវិញទេទៅរហូតពីព្រោះព្រះគម្ពីរថាអស់កាលជានិច្ចមានជំនឿជាច្រើននៅលើផែនដីបានពិពណ៌នាឋានជាច្រើនមកពេលមនុស្សស្លាប់ទៅអ្នកខ្លះថាទៅឋាននរកមានរហូត18ជាន់ទៅអូអ្នកខ្លះទៅឋានសួគ៌នៅស្ទើរទេមានឋានមួយទៀតខ្ពស់ជាងឋានសួគ៌ទៀតល្អជាងឋានសួគ៌ទៀតប៉ុន្តែព្រះគម្ពីរបានប្រាប់យើងពីពណ៌នាតែ2កន្លែងទេព្រះគម្ពីរបរិសុទ្ធនេះប្រាប់តែ2កន្លែងទេទី1ឋានបរមសុខដែលយើងហៅថាឋានសួគ៌ព្រះគម្ពីរបានបញ្ជាក់ទៀតថាឋាននោះជាទីលំនៅរបស់ផងព្រះនៅឋានសួគ៌មានវត្តមានព្រះនៅទីនោះអ្នកណាដែលជឿលើព្រះអង្គអ្នកណាដែលឈ្នះជីវិតនៅលើផែនដីនេះអ្នកនឹងទៅឋានសួគ៌ហើយព្រះអង្គធ្វើជាព្រះរបស់អ្នកនោះធ្វើជាកូនរបស់ព្រះអង្គនៅឋានសួគ៌ពីព្រោះព្រះអង្គមានបន្ទូលថាម៉េចអញជាអាល់ផានិងអូមេហ្គាមានន័យថាជាដើមដំបូងគេហើយក៏ចុងបំផុតគេនោះដែរអញ្ចឹងអ្នកដែលអាចចូលឋានសួគ៌បានគឺអ្នកជឿលើព្រះបុត្រានៃព្រះគឺអង្គព្រះយេស៊ូវគ្រីស្ទប៉ុន្តែអ្នកណាដែលគ្មានព្រះរាជបុត្រាអ្នកនោះនឹងមិនបានជីវិតសោះឡើយអ្នកនោះហើយដែលត្រូវធ្លាក់ទៅកន្លែងវេទនាអស់កាលជានិច្ចខ្ញុំចង់អានឲ្យបងប្អូនស្ដាប់នៅក្នុងវិវរណៈជំពូក21ខ8ព្រះគម្ពីរនេះបានប្រាប់អំពីអស់អ្នកដែលគ្មានឈ្មោះកត់នៅក្នុងបញ្ជីជីវិតអស់អ្នកដែលគ្មានសិទ្ធិចូលទៅក្នុងស្ថានរបស់ព្រះបានតើជាមនុស្សប្រភេទណាខ្ញុំអានដល់បងប្អូនស្ដាប់នៅក្នុងវិវរណៈជំពូក21ខ8តែត្រង់ពួកខ្លាចពួកមិនជឿពួកគួរខ្ពើមពួកកាប់សម្លាប់គេពួកកំផិតពួកមុនអាគមពួកថ្វាយបង្គំរូបព្រះហើយគ្រប់ទាំងមនុស្សកំពូតគេនឹងមានចំណែកទៅក្នុងបឹងដែលឆេះជាភ្លើងនិងស្ពាន់ធម៌គឺជាសេចក្តីស្លាប់ទី2វិញនេះជាព្រះបន្ទូលព្រះអង្គបងប្អូនហើយបងប្អូនជឿព្រះយេស៊ូវគ្រីស្ទបងប្អូនត្រូវជៀសប្រមាណចំណុចនៅក្នុងនេះដើម្បីកុំឲ្យយើងជឿព្រះអង្គប៉ុន្តែយើងបែរជាប្រព្រឹត្តការរបស់ពួកអ្នកដែលត្រូវទៅឋានវេទនាវិញអញ្ចឹងយើងត្រូវជៀសឲ្យបានយើងមិនត្រូវប្រព្រឹត្តនៅផិតក្បត់សាហាយស្មន់យើងមិនត្រូវប្រើមន្តអាគមយើងមិនត្រូវថ្វាយបង្គំរូបព្រះឬក៏ជាមនុស្សកុហកបោកព្រះនោះទេយើងត្រូវតែជាមនុស្សដែលកើតឡើងជាថ្មីជាមួយព្រះអង្គប្រែចិត្តមនុស្សកើតមកអ្នកណាក៏មានកំហុសប៉ុន្តែអ្នកណាដែលអាចចូលទៅឋានសួគ៌បានគឺជាអ្នកដែលប្រែចិត្តហើយសារភាពបាបជឿលើព្រះរាជបុត្រានៃព្រះអ្នកនោះអាចចូលឋានសួគ៌បានអញ្ចឹងខ្ញុំត្រឡប់មកវិញសរុបមកវិញបងប្អូនតើមានឋានសួគ៌ទេព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់ថាមានពិតប្រាកដហើយឋាននរកក៏មានដែរព្រះគម្ពីរបរិសុទ្ធបានសម្ដែងអញ្ចឹងឋានសួគ៌ជាកន្លែងល្អកន្លែងសុខសាន្តកន្លែងដែលគ្មានទឹកភ្នែកកន្លែងដែលរស់នៅអំណរជាមួយនឹងព្រះអស់កលជានិច្ចប៉ុន្តែឋាននរកជាកន្លែងដែលដាច់ឆ្ងាយពីព្រះជាកន្លែងដែលនៅក្នុងចង្ហុកនៃបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធម៌ដែលអរិយសាតាំងនិងហោរាខ្លាយហើយនឹងអ្នកដែលប្រមាថមើលងាយព្រះជាម្ចាស់និងប្រព្រឹត្តសេចក្តីអាក្រក់ផ្សេងអ្នកនោះនៅចំណែកនៅក្នុងបឹងភ្លើងដែលយើងហៅថាឋាននរកនោះឯងទី3តើអ្នកណាអាចចូលទៅក្នុងឋានសួគ៌បានព្រះគម្ពីរបានប្រាប់ថាអ្នកណាដែលជឿលើព្រះបុត្រារបស់ផងព្រះគឺអង្គព្រះយេស៊ូវគ្រីស្ទមានចែងនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក3ខ15 16ជំពូក3ខ36ចុះអ្នកណា
ដែលផ្លាត់ធ្លាក់ទៅកន្លែងវេទនាព្រះគម្ពីរថាអ្នកនោះគ្មានព្រះរាជបុត្រានៅក្នុងខ្លួនទេហើយអ្នកនោះជាអ្នកដែលថ្វាយបង្គំសត្វនោះគឺអរិយសតាំងហើយជាអ្នកដែលកាប់សម្លាប់ផិតក្បត់សាហាយស្មន់ជាអ្នកស្មុកគ្រោកជាអ្នកដែលកុហកភូតភរជាមនុស្សដែលមិនប្រែចិត្តចេញពីបាបអ្នកនឹងមានចំណែកទៅក្នុងបឹងដែលឆេះដោយភ្លើងជានឹងស្ពាន់ធរគឺជាសេចក្តីស្លាប់ទី2វិញនេះជាព្រះបន្ទូលរបស់ព្រះអង្គខ្ញុំចង់លើកទឹកចិត្តបងប្អូនមានចំណែកនៅក្នុងនគររបស់ព្រះហើយសូមរក្សាដំណើរជីវិតបងប្អូនរហូតដល់ថ្ងៃចុងក្រោយព្រះគម្ពីរបានប្រាប់នៅក្នុងវិវរណៈចំពុក21ខ7ថាអ្នកណាឈ្នះអ្នកនឹងបានក្រងមរតកនៅឋានសួគ៌គេនឹងធ្វើជារាជរបស់ព្រះនឹងធ្វើជាម្ចាស់របស់ផងគេនៅថ្ងៃនោះជាថ្ងៃដែលយើងចេញពីផែនដីនេះឯងបងប្អូនដឹងទេជីវិតយើងព្រះគម្ពីរនេះបានសម្ដែងយ៉ាងច្បាស់ទោះបើមានសម្បត្តិស្ដុកស្ដំដូចមហាសេដ្ឋីនេះដែលបរិភោគឆ្ងាញ់ជប់លៀងរាល់ថ្ងៃសម្ពុតសម្លៀកបំពាក់ទេសឯកល្អយ៉ាងណាប៉ុន្តែក៏ស្លាប់ដែរហើយឡាសាក្របាយមួយពេលទៅមួយពេលខ្វះមុខខ្វះក្រោយមានកើតតបៅទៀតក៏ស្លាប់ដែរអញ្ចឹងអ្នកមានអ្នកក្រសុខភាពល្អមិនល្អស្លាប់ដូចគ្នានៅថ្ងៃមួយប៉ុន្តែសំណួរសួរមួយថានៅថ្ងៃដែលយើងចេញពីផែនដីទៅតើយើងទៅណាមនុស្សជាច្រើនមិនឆ្លើយទេហើយអ្វីដែលខ្ញុំចែកចាយនេះមិនមែនចិត្តរបស់ផងខ្ញុំប៉ុន្តែព្រះគម្ពីរបរិសុទ្ធបានប្រាប់ថាអ្នកដែលត្រូវទៅឋានសួគ៌គឺជាអ្នកដែលប្រែចិត្តចេញពីបាបហើយទទួលជឿលើព្រះយេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ប៉ុន្តែអ្នកណាដែលប្រព្រឹត្តតែការអាក្រក់មិនព្រមប្រែចិត្តទេអ្នកនោះឯងនឹងធ្លាក់ទៅក្នុងបឹងដែលឆេះដោយភ្លើងនឹងស្ពាន់ធម៌ដែលយើងហៅថាឋាននរកនោះហើយនេះជាព្រះបន្ទូលរបស់ព្រះអង្គអរគុណព្រះអង្គសូមបានសម្រួមចិត្តអធិដ្ឋានជាមួយគ្នាខ្ញុំចែកចាយខ្លីប៉ុណ្ណេះអរគុណព្រះអង្គព្រះយេស៊ូវឲ្យទូលបង្គំសរសើរដំណើរព្រះអង្គនៅព្រឹកនេះដែលទូលបង្គំមានឱកាសជុំគ្នាចូលមកក្នុងដំណាក់ព្រះអង្គហើយថ្វាយបង្គំព្រះអង្គទូលបង្គំអរព្រះគុណព្រះអង្គដែលទូលបង្គំបានឮព្រះបន្ទូលខ្លីរបស់ព្រះអង្គដែលទ្រង់មានបន្ទូលអំពីស្ថានសួគ៌មានពិតប្រាកដមែនពីព្រោះបានចែងទុកនៅក្នុងព្រះគម្ពីរបរិសុទ្ធហើយក៏បានបង្រៀនឲ្យទូលបង្គំបានស្គាល់ច្បាស់ថាមានឋានមួយទៀតដែលវេទនាដែលហៅថាឋាននរកព្រះអង្គឲ្យសូមទ្រង់ជាព្រះបានអត់ទោសបាបដល់យើងខ្ញុំទាំងអស់គ្នាហើយទុកឱកាសដល់បងប្អូនយើងខ្ញុំដែលកំពុងរស់នៅលើផែនដីនេះទោះបើមានសម្បត្តិស្ដុកស្ដំឬក្រីក្រយ៉ាងណាតែសូមឲ្យគេបានត្រឡប់មករកព្រះអង្គដើម្បីឲ្យគេបានទទួលជីវិតអស់កលជានិច្ចនៅថ្ងៃមួយដែលចាក់ចេញពីផែនដីទៅគេនឹងរស់នៅស្ថានសួគ៌ជួបជាមួយនឹងព្រះអង្គដើម្បីឲ្យគេរស់នៅដោយសេចក្តីអំណរហើយសូមបងប្អូនទូលបង្គំយើងខ្ញុំនៅទីនេះដែលជឿព្រះអង្គហើយសូមទេវតារបស់ព្រះអង្គថែរក្សាគេការពារគេឲ្យគេឈ្នះនៅក្នុងជីវិតនៅលើផែនដីនេះរហូតដល់ថ្ងៃចុងក្រោយគេនឹងបានទៅនៅមួយព្រះអង្គសូមរក្សាសេចក្តីជំនឿគេដោយទេវតារបស់ព្រះអង្គទូលបង្គំអរព្រះគុណព្រះអង្គសម្រាប់ព្រះបន្ទូលព្រឹកនេះទូលបង្គំអធិដ្ឋានបញ្ចប់ព្រះបន្ទូលព្រះអង្គនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន